ឃើញវីដេអូនេះហើយនឹកស្នាខ្លួនឯងកាលពីក្មេងណាឲ្យតែមានទឹកឡើងអ៊ីងតិចចុះទៅលេងទឹកវិញអីតែជាសានចេះហែកទឹកទេហើយមួយខែភ្លៀងទៅនិយាយទៅថារត់អត់មានខ្លាចផ្ទះបាញ់ទេចាបើឥឡូវអត់ទេតែគឺភ្លេងតូរត់ពូនឯងនេះចាចុងសប្តាហ៍ទៅស្រុកចុងសប្តាហ៍ទៅស្រុកចាសប្បាយមែនតើកម្មវិធីពូក៏ទៅបេះបន្លែដើម្បីយកទៅធ្វើម្ហូបជាមួយនឹងកូនរបស់គាត់ម្នេះវិញនិយាយថាតំពាំងទៅពូនដៃថ្ងៃមុនសោះឥឡូវដល់ខែភ្លៀងលូតឡើងលឿនមកគេធ្លោះខ្ចីល្អខ្លាំងមែនតែនកាត់ម្នេះវិញគ្រូទើយនឹងពូរបស់គាត់គឺគាត់ចាប់ផ្ដើមធ្វើការអុសត្រីចាអុសត្រីនៅចិត្តផ្ទះដែរហ្នឹងនៅមុខផ្ទះទេនិយាយថាបានមកវិញសតកូនត្រីកូនកពើរសជាតិឆ្ងាញ់ខ្លាំងមែនតែនរទិញគេបានទេលោកអើអាហ្នឹងទោះតែបញ្ចេញកម្លាំងណាហើយម្នេះវិញមីងគឺគាត់ចាប់ផ្ដើមធ្វើការបេះជាមួយនឹងកញ្ឆែតហើយជាស្រ័យមើលទៅសលេងអត់សូវល្អទេដោយសារអីអ្នកបញ្ចូលសលេងនឹងបដាសាយមួយថ្ងៃនឹងចេញវីដេអូអត់បានដោយសារសលេងនឹងនិយាយអត់ត្រូវច្បាស់ហើយស្ដាយវីដេអូអញ្ចឹងជាចង់ voice over ឲ្យពុកបងប្អូនធ្វើការទស្សនាមើលទៅក៏លោកអ្នកតំពេញទៅអត់បានទៅខែដូចខ្ញុំអញ្ចឹងណាចាហើយម្នេះចាប់ផ្ដើមជួយរើកូនត្រីបន្ទាប់ពីបានកែបស្រែយើងដាក់ស្លម្ជូរគ្រឿងក៏ដោយស្លកកូរក៏ដោយនិយាយថារសជាតិឆ្ងាញ់តែមែនតែនហើយនោះមីងចាហើយនេះក្មួយអូយលោកកឆេងគេបានកែបមួយទៀតនិយាយពីថាសោយលឺដល់ផ្ទះគេចាតែឆ្ងាយពីគេនៅគេលឺព្រោះសុបាយអស់នឹងបានកែបធម្មតាទេខានដើរកាប់យូរដល់ពេលបានអញ្ចឹងវាថ្មីប្លែកមើលទៅកែបពីងចូលចិត្តកន្លះគីឡូច្រើនគួរសមដែរចាបើថាកូនត្រីមិនសូវប្រហែលទេប្រហែលទាំងកែបនឹងទេចាធំអានេះកាច់ជើងវាលែងភ័យខ្លាចវារត់ដៃម្ដងនេះក៏អ៊ូយាយទៀតភាសាយើងងាប់អត់រួចប៉ុណ្ណឹងអត់ទាន់អស់ណាចាដើរចង្អាយណាចង្អាយនៃពីផ្ទះដើម្បីទៅអុកកន្លែងផ្សេងទៀតដើម្បីបានច្រើនយើងចង់ឆ្លឲ្យបានពីមុខតែជាស្ដែងខាងនេះក៏អត់សូវមានដែរមានកូនជីវ៉ាកពើហើយនឹងត្រីខ្ចុះ2 3ទេចាហើយខ្ញុំមកដល់ផ្ទះគឺខ្ញុំធ្វើការកញ្ញិចវាធំខ្ញុំធ្វើការដាក់វាស្កាដាក់អីចឹងណាចាឥឡូវរួចរាល់ហើយមានតែកូនក្តាមកូនអីទៀតមិនធម្មតាណាលេកពឹសមួយស្លនិយាយថាឆ្ងាញ់ហើយពូចិត្តតពាំងហើយក៏ត្រាំកយកតពាំងរបស់យើងទៅរងាស់ទៅអីចឹងណាដើម្បីវាចិត្តហាងចាកលេចមកនេះក្មួយប្រុសរបស់ខ្ញុំចាទៅមួយមីងមុននឹងគេបានមកវិញជាមួយនឹងម្រះចាម្រះព្រៃម្រះតូចហ្នឹងអ្នកដែលចេះញ៉ាំល្វីងតិចគាត់ថាឆ្ងាញ់ហ៎គ្រូទើគេហត់អស់ត្រីមុននឹងឥឡូវគេរកកន្លែងគេងហើយនេះម្រះដើមម្រះមុននឹងដែរមួយខ្ញុំបេះមួយមីងមុននឹងអ្នកជួយចិត្តញ៉ាំល្វីងចុចមួយទេប៉ាយចុចមួយប្រហុកអីហ្នឹងឆ្ងាញ់តែខ្ញុំអត់សូវចេះហ៎ហើយនេះជាពូចាពូរបស់ខ្ញុំគឺគាត់លាងបន្លែហើយម្នេះគឺគាត់ចាប់ផ្ដើមយកអង្គដាក់ជាមួយស្ករសប៊ីចេងមុនហ្នឹងយកមកបុកលាយជាមួយនឹងស្លឹកគ្រៃខ្ទឹមសហើយតពាំងដែលយើងរងាស់មុនហ្នឹងដដាំទឹកចោលមើលទៅវាឆ្អិនវាបាត់ហាងបាត់អីហើយយើងដដាំទឹកថ្មីហើយយើងដាក់បងត្រីយកតែម្ដងចាបងត្រីបងកែបហ្នឹងហើយធ្វើការដាក់បងប្រហុកចាប្រហុកនេះលៃតាមចំណង់ចំណូលចិត្តតែគូសាខ្ញុំមើលតែឃើញប្រហុកហ្នឹងក៏ដឹងថាចូលចិត្តប្រហុកខ្លាំងកម្រិតណាដែរហើយដាក់ទឹកបន្តិចដើម្បីកូរជាមួយនឹងគ្រឿងបុករបស់យើងមុនហ្នឹងហើយកូរយ៉ាងរលាយហើយយើងចាក់ចូលឆ្នាំងយកតែម្ដងចាស្លម្សៅនេះនិយាយពីថាឆ្ងាញ់ខ្លាំងមែនតើខ្ញុំអត់ទេស្លទេទៅឃើញពូក៏ស្លលើកទី1រត់ដល់ធ្លាប់តែញ៉ាំមកខ្ញុំស្លឲ្យញ៉ាំស្រាប់ហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងត្រួយល្ពៅចូលចាត្រួយល្ពៅដាក់ចូលហុយបន្តិចហើយយើងដាក់ស្លឹកនប់ចូលតែម្ដងដល់វគ្គនេះគឺបិទភ្លើងយកញ៉ាំបានហើយចារសជាតិឆ្ងាញ់ខ្លាំងមែនទែនស្លនេះខាប់ជាមួយនឹងភ្លៀងសាច់ស្រិចទៀតចាមួយផ្លែតលេងអស់មួយឆ្នាំងបាត់ហើយម្ល៉េះដែរតក្រោយបន្តិចញ៉ាំអស់លេងចាហើយកន្លែងនេះគឺយាយតាគាត់បងប្រសាបាយនៅលើគ្រែហើយកាត់មកនេះគឺជាកូនចាអូយមានច្រើនមុខណាស្លផងលក់ផងត្រីប្រៃត្រីបំពងទៀតហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ណាជួបនឹងខ្ញុំម្ដងទៀតសម្រាប់វីដេអូក្រោយជំរាបលាបាយបាយ